អ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ6ឆ្លងកាត់ខេត្តសៀមរាបច្បាស់ជាធ្លាប់បានឃើញស្ពានព្រះទិសឬដែលអ្នកស្រុកនិយមហៅថាស្ពានកំពង់ក្ដីវាជាស្ពានថ្មបុរាណដ៏រឹងមាំកសាងឡើងតាំងពីសម័យអង្គរដែលមានរូបចម្លាក់នាគក្បាល7លាតសន្ធឹងយ៉ាងអស្ចារ្យនៅពេលថ្ងៃទីនេះគឺជាកន្លែងដ៏ស្រស់ស្អាតដែលភ្ញៀវទេសចរតែងតែឈប់ថតរូបប៉ុន្តែនៅពេលយប់ជ្រៅទីនេះប្រែជាស្ងាត់ជ្រងំលាកបាំងនៅអាថ៌កំបាំងមួយដែលចាស់ទុំក្នុងភូមិតែងតែហាម5កូនចៅមិនឲ្យចុះទៅលេងទឹកស្ទឹងក្រោមស្ពាននេះឡើយពិសេសនៅពេលយប់និងរដូវទឹកឡើងអ្នកស្រុកហៅអាថ៌កំបាំងនោះថាជើងកបតាមជំនឿចាស់ៗជើងកបមិនមែនជាសត្វកង្កែបនោះទេតែវាជាវិញ្ញាណទឹកឬបីសាច់ទឹកម្យ៉ាងដែលមានដៃជើងវែងមានសន្ទះដូចជើងកង្កែបរស់នៅសំងំក្រោមបាតស្ទឹងជ្រក់តាមសសរស្ពានថ្មដ៏ធំសម្បើមគេជឿថាដើម្បីឲ្យស្ពាននេះនៅឈររឹងមាំរាប់រយឆ្នាំត្រូវតែមានការបូជារៀងរាល់ប៉ុន្មានឆ្នាំម្ដងជើងកបតែងតែទាញយកជីវិតអ្នកដែលហ៊ានចុះទៅក្បែរទឹកស្ទឹងនោះនៅពេលយប់ដើម្បីយកទៅធ្វើជាបរិវារកំដរខ្លួនវិជាគឺជាយុវជនម្នាក់ដែលទើបតែរៀនចប់ផ្នែកថតរូបភាពយន្តពីទីក្រុងភ្នំពេញគេបានធ្វើដំណើរមកលេងផ្ទះសាច់ញាតិនៅទីប្រជុំជនកំពង់ក្ដីដើម្បីថតយកទិដ្ឋភាពស្ពានបុរាណនេះសម្រាប់គម្រោងឯកសាររបស់ខ្លួននៅយប់ថ្ងៃទី1ពេលកំពុងហូបបាយជុំគ្នាតាសានដែលជាជីតាទួតរបស់វិជាបានសម្លឹងមើលកាមេរ៉ារបស់គេរួចដាស់តឿនដោយសំឡេងស្អកថាចៅឯងចង់ថតអីថតទៅតែត្រូវចាំណាចាប់ពីម៉ោង10យប់ទៅកុំទៅក្បែរមាត់ស្ទឹងក្រោមស្ពានឲ្យសោះទឹកហូរស្ងាត់លាក់កំនួចមិនល្អទេកុំឲ្យវាលឺសំឡេងឬឃើញស្រមោលឯងឲ្យសោះជើងកបវាកំពុងតែឃ្លានវិជាគ្រាន់តែញញឹមហួសចិត្តព្រោះគេជាមនុស្សសម័យថ្មីមិនជឿរឿងខ្មោចព្រាយបិសាចឡើយគេគិតថាវាគ្រាន់តែជារឿងប្រឌិតដើម្បីបំភ័យក្មេងៗកុំឲ្យចុះលេងទឹកលងប៉ុណ្ណោះម៉ោង11កន្លះនាទីយប់ផ្ទៃមេឃងងឹតស្លប់ពពកខ្មៅបាំងពន្លឺព្រះច័ន្ទជិតឈឹងវិជាមិនអាចគេងលក់សោះដោយសារចង់បានប្លង់កាមេរ៉ាស្ពានបុរាណនៅពេលយប់គេក៏សម្រេចចិត្តលួចយួរកាមេរ៉ានិងជើងត្រត្រៃផូតដើរចេញពីផ្ទះសំដៅទៅកាន់ស្ពានកំពង់ក្ដីបរិយាកាសនៅទីនោះស្ងាត់ខុសពីធម្មតាសូម្បីតែសំឡេងសត្វល្អិតក៏មិនសូវឮអំពូលភ្លើងពណ៌លឿងព្រាលតាមដងផ្លូវជះពន្លឺប៉ះនឹងរូបចម្លាក់នាគថ្មក្រែមច្រវាច់សំឡេងទឹកបែកខ្ទាតចេញពីកណ្ដាលស្ទឹងត្រង់ចន្លោះសសរស្ពានទី3ដែលជាកន្លែងទឹកជ្រៅជាងគេវិជាឈប់សកម្មភាពរួចយកពិលបញ្ចាំងទៅទីនោះគ្មានអ្វីសោះក្រៅពីខ្សែទឹកហូរយឺតប៉ុន្តែមួយសន្ទុះក្រោយមកគេស្រាប់តែឮសំឡេងខ្សឹបខ្សួលចេញពីក្រោមគល់ស្ពានដែលស្ដាប់ទៅដូចជាសំឡេងក្មេងស្រីកំពុងយំជួយផងខ្ញុំរអិលជើងត្រជាក់ណាស់ដោយក្តីអាណិតនិងស្មានថាមានក្មេងលងទឹកមែនវិជាបានដើរចូលទៅក្បែរមាត់ទឹកហើយបញ្ចាំងពិលរកមើលអូននៅឯណាតោងសសរស្ពានសិនទៅបងទៅជួយឲ្យឡូវហើយគេស្រែកហៅសំឡេងយំនោះស្រាប់តែបាត់ឈឹងអ្វីប្រែជាស្ងាត់ជ្រងំរំពេចនោះជួយផងវិជាស្រែកពេញទំហឹងខណៈដែលកម្លាំងនោះទាញគេឲ្យដួលបោកទៅលើភក់មាត់ស្ទឹងគេខំប្រវេប្រវាចាប់ទាញជើងកាមេរ៉ាប៉ុន្តែបិសាចជើងកបនោះនៅតែទាញគេអូសចូលទៅក្នុងទឹកសន្សឹមទឹកស្ទឹងបានលិចត្រឹមចង្កេះរបស់គេហើយតាមរយៈពន្លឺភ្លើងព្រាលពីលើស្ពានវិជាបានឃើញរូបរាងដ៏គួរឲ្យខ្លាចរបស់វាដែលកំពុងលូនឡើងពីទឹករាងកាយវាដូចមនុស្សតែគ្មានឆ្អឹងខ្នងពោពេញដោយស្លែកំពុងហើបមាត់ត្រៀមនឹងខំទាញគេទម្លាក់ទៅបាតស្ទឹងដ៏ងងឹតក្នុងវិនាទីនៃសេចក្តីស្លាប់វិជាបាននឹកឃើញពីបណ្ដាំរបស់តាសាន
គេខំមាត់ប្រមូលកម្លាំងទាំងអស់ដែលនៅសល់យកជើងមកខាងទៀតធាក់ចំកណ្ដាលមុខដ៏អាក្រក់របស់វាយ៉ាងពេញទំហឹងរួចចាក់ទាញខ្សែកព្រះដែលពាក់ជាប់ខ្លួនមកសូត្របួងសួងយ៉ាងលោឡាដោយសារត្រូវរងនឹងកម្លាំងធាក់នឹងការបួងសួងបិសាចនោះស្រែកលន់សំឡេងហ្គាសយ៉ាងក្រឡូហើយលេងដៃពីកជើងរបស់វិជាមិនបងអង្គយូរវិជាបានលូនវាត្រដាបត្រដួកកាត់ភក់ឡើងមកលើថ្នាក់ចណ្ដៅថ្មស្ពានវិញទាំងបាតជើងទៅទីនិងរត់ត្រឡប់ទៅផ្ទះវិញទាំងដង្ហើមចំអៀតដោយមិនខ្វល់ពីរីណេកាមេរ៉ាដែលបន្សល់ទុកនៅទីនោះឡើយព្រឹកស្អែកឡើងវិជាបានធ្លាក់ខ្លួនឈឺក្តៅខ្លួនយ៉ាងខ្លាំងរហូតដល់សន្លប់អ្នកផ្ទះស្រឡំកាំងពីឃើញសភាពរបស់គេប្រឡាក់ពេញដោយភក់និងមានស្នាមជុំខ្មៅជារូបម្រាមដៃ5នៅលើជើងតាសាននិងអ្នកភូមិប្រមាណអ្នកបានចុះទៅមើលកន្លែងកើតហេតុកាមេរ៉ារបស់វិជាត្រូវបានរកឃើញនៅលើមាត់ច្រាំងប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកភូមិព្រឺសម្បុរនោះគឺកាមេរ៉ានោះបានថតជាប់រូបភាពចុងក្រោយបង្អស់ជារូបភាពស្រមោលខ្មៅដ៏ធំមួយមានដៃជើងវែងដូចសត្វកង្កែបកំពុងឈរតោងសសរស្ពានសម្លឹងមករកកែវលែនតាំងពីពេលនោះមកវិជាមិនដែលហ៊ានជន់ដីកំពុងក្តីទៀតឡើយចំណែកឯស្ពានព្រះទិសដ៏ចំណាស់នៅតែបន្តឈរយ៉ាងរឹងមាំឆ្លងកាត់ទឹកស្ទឹងនៅពេលថ្ងៃវាជានិមិត្តរូបនៃភាពអស្ចារ្យរបស់បុព្វបុរសខ្មែរប៉ុន្តែនៅពេលយប់អាចកំបាំងជើងកបនៅតែបន្តរង់ចាំអ្នកដែលហ៊ានប្រមាថនិងចង់សាកល្បងចុះទៅលេងទឹកស្ទឹងនោះនៅកណ្ដាលអាធ្រាត្រដដែល